អាយុដំអភិសន្តិបណ្ឌិតសសុខាណែនាំគណៈកម្មាធិការជាតិប្រឆាំងទរណកម្មបើកវគ្គបណ្ដុះបណ្ដាលនិងការផ្សព្វផ្សាយដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើទរណកម្មអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ណែនាំឲ្យគណៈកម្មាធិការជាតិប្រឆាំងទរណកម្មកោជបតបន្តខិតខំបើកវគ្គបណ្ដុះបណ្ដាលនិងអប់រំផ្សព្វផ្សាយឲ្យអស់លទ្ធភាពដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទរណកម្មនិងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតតុបការអន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្សព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមានដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួននិងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាពការថ្លែងជំរុញណែនាំនេះបានធ្វើឡើងក្នុងឱកាសអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាននិងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទរណកម្មនាព្រឹកថ្ងៃទី12ខែមករាឆ្នាំ2026នៅទីស្តីការក្រសួងមហាផ្ទៃពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថ្នាក់ដឹកនាំសមាជិកនិងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទរណកម្មព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាសរុបចំនួន150រូបក្នុងឱកាសនោះដែរអាយុដំអភិសន្តិបណ្ឌិតបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមកនិងបន្តមកដល់បច្ចុប្បន្នរវាងគណៈកម្មាធិការជាតិប្រឆាំងទរណកម្មនិងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលបានបញ្ជូនមន្ត្រីជំនាញមកជួយបណ្ដុះបណ្ដាលដល់មន្ត្រីលេខាធិការដ្ឋាននិងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទរណកម្មអំពីនីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវស៊ើបអង្កេតករណីសង្ស័យថាមានទរណកម្មប្រមុខក្រសួងមហាផ្ទៃក៏បង្ហាញក្តីរីករាយនឹងសាទរអាយុដំសៀងឡាប្រេសដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទរណកម្មជំនួសអាយុដំនុតសាអានអតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទរណកម្មនិងអាយុដំម៉ាក់សម្បត្តិជាអនុប្រធានតាមព្រះរាជក្រឹត្យលេខ1225/1695 នសរកតអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីជឿជាក់ថាគណៈកម្មាធិការជាតិប្រឆាំងទរណកម្មនឹងមានសមត្ថភាពកាន់តែរឹងមាំនិងសកម្មក្នុងការការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកម្ពុជាចូលជារដ្ឋភាគីនៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទរណកម្មក្នុងការលើកស្ទួយសិទ្ធិមនុស្សនិងពង្រឹងនីតិរដ្ឋនៅកម្ពុជាគួររំលឹកថាគណៈកម្មាធិការជាតិប្រឆាំងទរណកម្មហៅកាត់ថាកោជបតគឺជាគណៈកម្មាធិការថ្មីមួយដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទរណកម្មអំពើឃោរឃៅអំពើអមនុស្សធម៌អំពើធ្វើទុកបុកម្នេញឬទរណកម្មគណៈកម្មាធិការនេះមានគោលដៅបង្ការនិងប្រឆាំងរាល់ការធ្វើទរណកម្មនិងអំពើផ្សេងៗទៀតដើម្បីពង្រឹងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឲ្យរួចផុតពីការធ្វើទរណកម្មកោជបតមានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា